Ok trong video này dương liền về initializing array ចឹង initializing array គឺនិយាយអំពីការចាប់ផ្ដើមតម្លៃរបស់ array ចឹងនៅពេលដែលយើងបង្កើត array មួយអ្នកអាចធ្វើការចាប់ផ្ដើមតម្លៃគេហៅថា initialize ដែលផ្ដល់ជាសំណុំតម្លៃដែលបំបែកដោយសញ្ញាក្បៀសហើយនៅក្នុងសញ្ញាដង្កៀបណាអូខេចឹងយើងមកមើលរូបមន្តនៃការកំណត់ការចាប់ផ្ដើមតម្លៃរបស់ array ចឹងគឺយើងកំណត់ data type ហើយនឹង array name ហើយទំហំរបស់ array ហើយមួយទៀតគឺយើងដាក់តម្លៃរបស់វានីមួយៗចូល value 1 value 2 ឬក៏ value 3ណាហើយចុចនេះគឺមាន value ទៅតាមដែលយើងចង់បន្ថែមទៀតណាចឹងគឺមានច្រើនទៀតអូខេចឹងយើងមកមើលឧទាហរណ៍ចឹងខ្ញុំមានឧទាហរណ៍មួយហើយឧទាហរណ៍ហ្នឹងគឺមិនខុសអីពីមុនទេវាស្រៀងគ្នាទេណាអូខេចឹងយើងត្រូវ include នៅ header file គឺ stdio.h បន្តមកទៀតគឺយើងប្រើប្រាស់ in main function ជាងដឹងហើយ main function គឺជា function មួយដែលសំខាន់នៅក្នុងកម្មវិធីចឹងប្រសិនបើអត់មាន main function ទេយើងអាចធ្វើការបង្ហាញនៅព័ត៌មានផ្សេងៗមកលើ screen បានទេអូខេនៅពេលដែលយើងប្រើ in main function អ្នកនរគ្នាត្រូវតែ return 0មានន័យថាបោះតម្លៃ0នៅពេលដែលចប់កម្មវិធីអូខេចឹងកន្លែងនេះគឺ initializing an array with value ចឹងទី1គឺយើងត្រូវបង្កើត array ដោយកំណត់នៅតម្លៃរបស់វារួចជាការស្រេចចឹង in number ហើយនៅក្នុង size របស់យើងដាក់6ចឹង array name របស់យើងឈ្មោះថា number ហើយទំហំរបស់វាគឺ6ហើយវាមាន data type វាជាប្រភេទ integer ចឹងកាលណាយើងកំណត់ប្រភេទ data type ជា integer មានន័យថាការផ្ដល់តម្លៃរបស់យើងក៏ត្រូវទៅតាមនឹងដែរណាមានន័យថាជាចំនួនគត់គឺជាចំនួនដែលមិនមានក្បៀសហើយក៏មិនមែនជាតួអក្សរដែរណាអូខេចឹងយើងផ្ដល់តម្លៃគឺយើងផ្ដល់វានៅក្នុងសញ្ញាបារាសគឺសញ្ញាគៀបហ្នឹងចឹងគឺគេឲ្យតម្លៃមក12 24 36 48 60 72ចឹងធាតុទាំងអស់គឺមាន6ណាចឹងដូចខ្ញុំបង្ហាញអញ្ចឹងគឺយើងអាចដាក់ខ្វះបានតែយើងមិនអាចដាក់លើសបានទេចឹងកាលណាលើសគឺ error ដោយសារអីការដែលយើងកំណត់នៅទំហំរបស់វាគឺវានឹងធ្វើការផ្ទុកនៅក្នុង memory របស់យើងណាចឹងគឺវាបង្កើត block ផ្ទុកបានតែ6ទេណាចឹងបើសិនបើយើងដាក់លើសគឺវានឹង error ហើយបើយើងដាក់ខ្វះគឺវានឹងបំពេញដោយលេខ0មកវិញណាអូខេហើយបន្តមកទៀតគឺយើងប្រកាស variable i មួយចឹង variable i ហ្នឹងគឺយើងប្រើសម្រាប់ for loop របស់យើងអូខេនៅកន្លែងនេះគឺយើងធ្វើការបង្ហាញនៅ element របស់ index នីមួយៗនៃ array របស់យើងណាអូខេចឹងកន្លែងនេះគេដាក់ថា for i ស្មើ0 i តូចជាង6 i បូកចឹងគឺទាំងអស់គឺយើងមាន6ធាតុណាចាប់ពី0រហូតដល់5គឺបាន6ណាចឹងបើយើងរាប់ពី1រហូតដល់5គឺបានតែ5ទេណាប៉ុន្តែបើយើងរាប់ពី0គឺវាបាន6ធាតុចឹងលេខរបស់យើងគឺឡើងមកត្រឹម5ទេដោយសារអីគឺអត់មានស្មើ6ទេគឺតូចដាច់ខាតហើយបន្តមកទៀត i បូករបស់យើងគឺវាធ្វើការកើនតម្លៃអូខេហើយបន្តមកទៀតយើងធ្វើការបង្ហាញនៅ index ភាគរយណាគឺស្រៀងនឹងមុនដែរភាគរយហើយគាត់នៅនេះគឺមានថា value ចឹងភាគរយនេះគឺភាគរយសម្រាប់ index របស់ i ចឹង i របស់យើង 0 value 0របស់យើងគឺវាស្មើទៅនឹង number នៃ index ទី0គឺស្មើលេខ12ចឹងកាលណាវាឃើញ index 0គឺវានឹងចាប់យក value 12មកហើយបន្តមកទៀតគឺ i របស់យើងកើនមកបាន1ចឹង index ទី1របស់យើងគឺ value របស់យើងគឺស្មើនឹង24ដោយសារតែវារំកិលទីតាំងមកគឺ index ទី1ចេញទៅទី1បើសិនយើងមើលនៅលើលេខរៀងគឺវាយើងរាប់ពី1មកវាទី2ណាចឹងយើងត្រូវត្រឡប់រាប់ពី0មកណា0 1យ៉ាងមកណាអូខេហើយបន្តមកទៀតវាកើនមកតម្លៃ2ចេញទៅទី2របស់យើងចឹង value របស់យើងគឺទីតាំងទី2យើងរាប់មក0 1 2ចឹងតម្លៃរបស់វាគឺស្មើ36តមកទៀត i របស់យើងកើនមកបានតម្លៃ3ចេញទៅទី3របស់យើងរាប់មកចឹង0 1 2 3ចឹងគឺតម្លៃរបស់វាគឺលេខ48
ដូចគ្នាដែរអាយវាចាប់ដើមកើនមកបាន4អញ្ចឹង4គឺប្រៀបធៀបមកលេខ6គឺនៅតែប៉ិតទៀតអញ្ចឹងគឺបង្ហាញ index ទី4អញ្ចឹង index ទី4របស់យើង value ជារាប់អស់គឺ0 1 2 3 4គឺលេខ60បន្តមកទៀតគឺកើនមកបាន i ស្មើ5 5គឺវានៅតូចជាង6ប៉ិតអញ្ចឹងគឺវាបង្ហាញមក index ទី5អញ្ចឹង value ទី5របស់យើងគឺរាប់ពី0ដូចគ្នា0 1 2 3 4 5អញ្ចឹងគឺស្មើលេខ72តទៅទៀត i របស់យើងកើនមកបាន6អញ្ចឹង6គឺតូចជាង6អត់ប៉ិតទេអញ្ចឹង for loop របស់យើងក៏បានបញ្ចប់ដែរអញ្ចឹងអ្វីដែលវាបង្ហាញគឺ index ទី0ស្មើនឹងលេខ12រហូតមកដល់ index ទី5ណាគឺស្មើទៅនឹង72ណាអូខេអញ្ចឹងវាដូចទៅនឹងអ្វីដែលយើងបានថាមិញដែរអញ្ចឹងគឺលទ្ធផល index 0ស្មើ value 12 index 1 value 24 index 2 value 36អូខេអញ្ចឹងឥឡូវយើងមកមើលការបង្កើតវានៅក្នុងកម្មវិធី Develop យើងវិញម្ដងអូខេអញ្ចឹងខ្ញុំមានកូដដែលខ្ញុំបានshare រួចរាល់វិញហើយអូខេអញ្ចឹងដើម្បីសរសេរវាបានអ្នកនរគ្នាចូលទៅចុចទៅកន្លែង new នេះយកពាក្យថា source file មកហើយបន្តមកទៀតអ្នកនរគ្នាមកធ្វើការសរសេរកូដដោយដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូហ្នឹងណាជាងវាយកូដអញ្ចឹងអស់រួចរាល់ហើយអញ្ចឹងអ្នកនរគ្នាមកធ្វើការ compile អញ្ចឹង compile យើងចុចទៅចំណុច4គ្រាប់នេះអូខេហើយបន្តមកទៀត cell archive នេះអញ្ចឹងយើងដាក់ឈ្មោះមុនក៏បានដែរឥឡូវខ្ញុំចូលប្រភេទវាហើយបន្តមកទៀតខ្ញុំយកទៅលើ initialize array ហើយបន្តមកទៀតឈ្មោះយើងដាក់អីឈ្មោះទៅណាអញ្ចឹងអានេះខ្ញុំដាក់ថា initialization array អូខេហើយបន្តមកទៀតយើងធ្វើការ cell មកអូខេអញ្ចឹងបន្ទាប់ពីអ្នកនរគ្នា cell ហើយយើងមកមើលនៅខាងក្រោមនេះអញ្ចឹងគឺ error 0 warning 0អញ្ចឹងមានថាកូដជាងគឺអត់មានខុសទេអញ្ចឹងអ្នកនរគ្នាមក run វាបាននៅខាងលើអញ្ចឹងយើងចុច run នេះមកអូខេអញ្ចឹងលទ្ធផលរបស់វាគឺឃើញដូចនៅយើងបង្ហាញនៅក្នុងសភៅដែរអញ្ចឹងបើសិនបានអ្នកនរគ្នាចង់ឲ្យវាបង្ហាញតម្លៃខុសពីហ្នឹងយើងអាចធ្វើការកែប្រែបានអញ្ចឹងដើម្បីកែវាឧទាហរណ៍ថាខ្ញុំកែទៅលេខ52ហើយនេះខ្ញុំដូរទៅលេខ76ណាហើយអានេះខ្ញុំដូរទៅលេខ64ចុះណាអញ្ចឹងនៅពេលដែលយើងរ៉ាន់មកគឺវាអត់ទាន់ដូរទេដោយសារតែវារ៉ាន់នៅ file ចាស់អញ្ចឹងគឺវាអត់ទាន់ដូរតម្លៃទេអញ្ចឹងដើម្បីឲ្យវារ៉ាន់ដូរតម្លៃបានអ្នកនរគ្នាត្រូវមក compile ម្ដងទៀតអញ្ចឹង compile ម្ដងទៀតយើងមកមើលទៅគឺវាអត់ error ទេអញ្ចឹងយើងមក run មកអូខេអញ្ចឹងយើង run ទៅយើងនឹងឃើញតម្លៃថ្មីចេញមកហើយណាអញ្ចឹងគឺ52 24 76 48 64ណាអូខេអញ្ចឹងសម្រាប់កូដគឺមានតែប៉ុណ្្នឹងទេអូខេអញ្ចឹងបើសិនបើអ្នកនរគ្នាមានជាចម្ងល់អាចធ្វើការ comment នៅក្នុងវីដេអូនេះបាន